អ្នកទាំងគ្នាប្រកាសជាធ្លាប់ស្គាល់ទូរស័ព្ទ game Black Shark ហើយត្រូវអត់នេះឥឡូវនេះគេបានយក tablet game មកវាយបកវិញបន្ទាប់ពីដំណឹងថ្មីចុងក្រោយថា Black Shark Phone ក៏អាចនឹងត្រឡប់មកវិញដូចគ្នាហើយឃើញរឿងមួយនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ Black Shark 2 ភ្លាមទាំងសាច់ឲ្យលុយមកខ្ញុំទឹកប្រាក់ជាមួយនឹងខ្សែ line ប្រភេទដេញបែប take និងស៊ុំភ្នែកពីរហ្នឹងគឺ Black Shark មានគោលបំណងច្បាស់ថានឹងអាចដាក់អារម្មណ៍យើងអ្នកគាំទ្រ7-8ឆ្នាំមុនឲ្យងើបឡើងវិញម្ដងទៀតហើយបន្ទាប់ពីបានប្រើចិត្តមួយខែមកនេះលើ game emulator ច្រើន stream cloud gaming តទៅ monitor ក៏ដូចជា Van Smith ដែលយប់ប្រហែលថ្ងៃមកខ្ញុំពិតជាស្រឡាញ់វាច្រើនជាពិសេសគឺទំហំខ្លួននិងຂະຫນាតអេក្រង់ 8.8 អ៊ីងដ៏ឥតខ្ចោះកាន់ពេញដៃរបស់វានឹងតែម្ដងអាចថាបើសិនជាអ្នកចង់ស្វែងរក tablet $300 រត់ដោយ Android 16ថ្មីចុងក្រោយដើម្បីប្រើជំនួស iPad mini ដោយបំពាក់ display ដែលបង្ហាញទឹកពណ៌បានគុណភាពខ្ពស់បំផុតរត់រអិលបំផុតជាមួយនឹង resolution ម៉ត់បំផុតនោះវាប្រកាសជាមិនងាយរកអ្វីណាមកជំនួស Black Shark Gaming Tablet នេះឡើយត្រូវហើយផ្នែកមួយចំនួនក៏មានចំណុចស្ទើរខ្លះដែរចាំខ្ញុំប្រាប់តាមក្រោយតែឥឡូវយើងមកមើលរបស់ដែលដាក់មកក្នុងប្រអប់សិនបងចេញមកភ្លាមយើងបាន tablet មួយគ្រឿងដែលដំឡើង screen ការពារមកស្រាប់វាថែមទាំងស្របការពារជាមួយនឹង case original ថ្មីមួយទៀតផងដែរ case នេះវាពិសេសត្រង់ថាសាច់វាស្វិតគ្រើមល្អនិងមានខ្នង magnetic ដែលអាចដាក់ឆក់ជាប់ជាមួយនឹង stand ឬប្រើជាមួយនឹង cooling fan ដទៃទៀតបានណាមួយដោយសារខ្នងខាងក្នុងនេះវាមានក្រាលសន្លឹកកៅស៊ូស្ដើងដែលអាចបឺតទឹកត្រជាក់ពី cooling fan មកដល់ខាងក្នុងវិញបានលឿនដើម្បីជួយស្អំខ្នង tablet មិនឲ្យឡើងក្តៅខ្លាំងទៀតផងអញ្ចឹងវា cool មែនទែនហើយខាងក្រោមនេះយើងក៏ទទួលបានដុំសាក fast charge 20W ខ្សែ USB-C ទៅ C មកចូលចាក់ SIM សិភៅណែនាំនិងបាន sticker មួយសន្លឹកសម្រាប់ទុកបិទលេងផងដែរសូមបញ្ជាក់ថា Black Shark Gaming Tablet នេះក៏ចេញមកមានពីរពណ៌គឺទឹកប្រាក់និងពណ៌ខ្មៅហើយយើងមិនអាចប្រកែកបានទេថាមួយគ្រឿងនេះគឺ build ផ្គុំឡើងបានយ៉ាងល្អមែនទែនទូខ្លួនលោហៈវាហាប់គ្រប់ជ្រុងខ្ញុំក៏ស្រឡាញ់រាង flat រាងស្មើទាំងខ្នងនិងស៊ុំរបស់វាផងដែរជាក់ស្ដែងវាជា unibody design ដែលប្រើបន្ទះលើមយមតែមួយវាប្រើតែមួយណាមួយរចនាបថវាមិនព្យាយាមស្រែកប្រាប់គេថាវាជា gaming tablet ពេកនោះទេកម្រាស់វាថែមទាំងរក្សាបានស្ដើងគួរសមត្រឹម 7.7 មីលីម៉ែត្រជាមួយទម្ងន់ 332 ក្រាមប៉ុណ្ណោះដោយនេះវាពិតជាស្រួលកាន់ប្រើមែនទែនទាំងកាន់លេង game ឬកាន់ដៃមួយ scroll ចុះឡើងនិងមើលរឿងក៏មិនគិតថាឆាប់ធ្ងន់នោះទេហើយអ្វីដែលខ្ញុំស្វាគមន៍បំផុតនោះគឺslot ដាក់ memory card នៅតែមានដាក់ឲ្យប្រើនៅកែងខាងឆ្វេងនេះវា support ដល់ 2TB ឯណោះអញ្ចឹងយើងស្រួលដាក់ firmware ដាក់ file ROM រាប់ម៉ឺន game លើហ្នឹងបានដោយមិនខ្លាចរឿង NAND storage នោះទេមានចំណុចពីរដែលយើងត្រូវដឹងគឺវាមិនអាចប្រើ SIM card បាននោះទេអញ្ចឹងយើងត្រូវពឹងពាក់ទៅលើ Wi-Fi 6 MIMO ល្បឿនលឿនរបស់វានឹងប៉ុណ្ណោះយើងក៏អត់មានអីឆ្ងល់ដែរព្រោះ tablet game ភាគច្រើនគឺគេមិនមានបើកជម្រើស SIM ដូចគ្នាដោយសារវាអាចនឹង add កម្ដៅបន្ថែមមួយតង់ទៀតក៏ដូចជាទាញថាមពលបន្ថែមច្រើនផងដែរណាមួយឥឡូវនេះដុំ share Wi-Fi ចំនួនក្រោយៗមានច្រើនសម្បូរបែបហើយអញ្ចឹងយើងបោះតែមួយតាមខ្លួនទៅវាល្មមលេង game online បានគ្រប់ពេលហើយចំណុចទី2គឺវាមិនមាន sensor scan ម្រាមដៃសម្រាប់ដោះសោនោះឡើយយើងមានជំរើសប្រើលេខសម្ងាត់ឬប្រើមុខងារ face unlock សម្រាប់ដោះសោជំនួសវិញតែប៉ុណ្្នឹងហើយអក្សរការពារទឹកគឺប្រកាសជាមិនមាននោះទេអ្វីដែលខ្ញុំសប្បាយចិត្តវិញគឺតាមរុន USB-C 3.1 នេះវាអាចផ្ទេរ file បានលឿនដល់5 GB ហើយថែមទាំង support display out បង្ហាញរូបភាពចេញដល់ទៅកម្រិត 4K ផងដែរអញ្ចឹងវាស្រួលយើងភ្ជាប់តាមខ្សែទៅកាន់ monitor ឬ TV ធំលេង game កាន់តែពេញភ្នែកល្អមែនទែនភ្ជាប់តែ keyboard mouse ឬដៃ game wireless ទៅគឺក្តីសុខហើយនិយាយពីដៃ game ពេលដែលទិញមកគេក៏ថែម controller ឲ្យមួយជាមួយនឹងកាស gaming Black Shark T23 ដែលមាន low latency មួយទៀតផងដែរអញ្ចឹងយើងមិនពិបាកទិញក្រៅនោះទេគ្រាន់តែទូទៅដៃ game ខ្ញុំចូលចិត្តរបៀបភ្ជាប់ឲ្យជាប់ជាមួយនឹង tablet ស្រាប់ជាងបែបនេះវាដូចយើងកាន់ gaming handheld អញ្ចឹងណាមួយភ្នែកយើងក៏គៀកទៅនឹងអេក្រង់ជាងផងដែរហើយទៅលើអេក្រង់បើទោះជាវាមិនមែនជា OLED តែនេះជាបន្ទាប់បង្ហាញ IPS DCI-P3 ដែលបង្ហាញទឹកពណ៌បានដិតស្រស់ត្រឹមត្រូវបំផុតមួយហើយលេងសើចអីកម្រិត color accuracy របស់វា calibrate ស្មើទៅនឹង monitor $800របស់ខ្ញុំទៅហើយទឹកខ្មៅវាក៏ចាក់បានជ្រៅគ្រាន់បើដែរវាថែមទាំង support Wi-Fi L1 អាច stream video បានពេញ resolution ទៀតផងកម្រិតបង្ហាញ 2.5K ជាមួយ density 334 pixel ក្នុងមួយអ៊ីងវាពិតជាមកខោច្បាស់ដាក់ភ្នែកគៀកក៏មិនឃើញត្រេ pixel ដែរវាថែមទាំង refresh rate ដល់ទៅ 144Hz រអិលខ្លាំងទៀតផងហើយពន្លឺវាអាចជះបាន600 nits វាភ្លឺគ្រប់គ្រាន់នៅក្នុងម្លប់ឃើញច្បាស់ក៏ដូចជានៅកន្លែងមានពន្លឺក៏អាចបង្ហាញបានភ្លឺល្អដែរកុំឲ្យតែនៅក្រោមថ្ងៃខ្លាំងចាំងចំបានវារៀងពិបាកមើលអក្សរបន្តិចណាមួយកញ្ចក់វាក៏ផ្លាតគួរសមទៀតផងម្ដងទៀតខ្នាត 8.8 អ៊ីងពិតជាស្រួលកាន់មែនទែនខ្ញុំក៏ស្រួលបោះវាចូលកាបូបស្ដើងឲ្យល្មមកាន់អានសៀវភៅមើល comic ឬដាក់ជាមួយនឹង monitor ក្នុងឡានមើល map អីគឺបាន
មកឆ្ងាញ់ណាមួយវាក៏មិនថយ bezel ពេកធ្វើឲ្យយើងពិបាករកកន្លែងសម្រាប់ម្រាមដៃឡើយឲ្យ bezel ឆ្វេងស្ដាំវារៀងខ្លីច្រើនតែខាងលើខាងក្រោមវាល្មមឲ្យយើងដាក់កលមេដៃសងខាងដោយមិនច្រឡំប៉ះថតឆ្លងទៅមកនោះទេគ្រាន់តែ speaker ពីគ្រាប់សងខាងវានៅមានកម្រិតបន្តិចវាល្មមមើលរឿងនិងលេងហ្គេមដេញពេញត្រចៀកគ្រប់គ្រាន់ចំណែកទម្ងន់បាសវាខ្ញុំមិនសរសើរតែក៏មិនបង្អាប់វិញដូចគ្នាវាលន់ខ្លាំងល្មមអាចដឹងថាមានទម្ងន់បាសដែរគ្រាន់តែវាមិនធន់ខ្លាំងដោយការចង់បានរបស់ខ្ញុំប្រហែលឡើយនិយាយរួមវាស្ថិតនៅកម្រិតមធ្យមទៅលើកាមេរ៉ាយើងបាន lens នេះខាងមុខ5 megapixel មួយគ្រាប់សម្រាប់ប្រើលើការថតរូបនិង video call វាផ្ដល់រូបភាពម៉ត់គ្រប់គ្រាន់ល្មមថតលេងបានហើយកម្រិតវីដេអូវាអាចថតបាន Full HD 30 fps ប៉ុន្តែវាអាចប្រើ video call ឬប្រជុំតាម Zoom អីល្មមច្បាស់គ្រប់គ្រាន់ដែរអូខេអញ្ចឹងនេះគឺជាគុណភាពកម្រិតវីដេអូ1080 30 frame ថតចេញពីកាមេរ៉ាខាងមុខនេះអ្នកទាំងអស់គ្នាមកពីប្លង់បញ្ឈរដោយសារទម្រង់កាមេរ៉ាវាដាក់មកបែប portrait អញ្ចឹងបែបនេះភ្នែកយើងវាមើលទៅចំបែបធម្មជាតិជាងប្រដាប់ដេកយើងប្រកាសជាឃើញបានចំហៀងបន្តិចហើយចឹងសំឡេងវាស្រូបបានច្បាស់គ្រាន់បាទប៉ុន្តែយើងប្រើ video call បានសាច់មាត់វាក៏ថតជាមួយឃើញមាត់ដិតស្រស់ដាក់ស្រស់គ្រប់គ្រាន់ផងដែរបែបនេះបើយើងប្រើ video call អីគឺអាចទទួលយកបានយ៉ាងហោចណាស់វាមិនអន់ដល់ថ្នាក់កម្រិត720 pixel នោះទេ1080គឺនៅតែ standard ទទួលយកបានចំណែកខាងក្រោយយើងបាន flash ពន្លឺមួយគ្រាប់ជាមួយនឹង lens Gold 13 megapixel auto focus មួយទៀតដែលវាអាចថតវីដេអូបានដល់កម្រិត 4K ផងដែរហើយរូបភាពទាំងនេះមិនអន់ទេវាល្មមថតម្ដងម្កាលនៅក្នុងថ្នាក់រៀនឬទុកថតឯកសារមើលឃើញច្បាស់បានសាច់វីដេអូ 4K វាក៏ម៉ត់ច្បាស់ល្អផងដែរយ៉ាងណាដោយសារវាគ្មាន OIS អញ្ចឹងការទប់លំនឹងរក្សាមិនសូវជាបានថេល្អនោះទេBlack Shark Gaming Tablet ដំណើរការដោយ Android 16ចុងក្រោយស្របស្បែក iOS ជំនាន់ថ្មីសម្រាប់ tablet ចេញពីប្រអប់ហើយផ្ទៃប្រើប្រាស់លើនេះគឺ clean ស្រឡះស្អាតមែនទែនណាមួយដោយសារ icon និងផ្ទាំង shortcut ក៏ដូចជា control center វាគឺប្រើ design របស់ Google ស្ទើរតែទាំងស្រុងអញ្ចឹងមើលមកវាដូចជា Pixel tablet អញ្ចឹងវាថែមទាំងគ្មាន ads និងកម្មវិធីក៏ដូចជា game លួចដំឡើងក្រៅទៀតនោះទេតែជាមួយ RAM លឿន LPDDR5X ដល់ទៅ 12GB ជាមួយ storage 256GB លឿន UFS 4.0 ទៀតការអូសបញ្ជាលើនេះគឺហោះរអិលហៀទាំងមាត់ 144Hz ពេញតែម្ដងទាំងការឆែកអេក្រង់ទាំង multitasking កម្មវិធីក៏ចោលច្រើនគឺគ្មានពេលណាដែលយើងសម្គាល់ឃើញថាវាផ្អើកម្ដងណានោះឡើយចំណែក chip ដែលដុតម៉ាស៊ីននេះវិញក៏មិនអន់ដែរអាចថាវាស្ថិតនៅកម្រិតខ្លាំងបង្គួរមួយវាជា Snapdragon XS Gen 3 ទំហំ 4nm មាន CPU 8 core រត់ល្បឿន 3GHz អមដោយ GPU Adreno 732រត់ល្បឿន 950MHz ជាក់ស្ដែង Antutu វាទាញបាន 1,856,963 ពិន្ទុហើយ Geekbench ពិន្ទុ1ខវាទាញបាន 1,906 ពិន្ទុខសរុប 4,805 ហើយប៉ុន្នេះមិនពិបាកអូស game 3D ជាច្រើនដែលចេញពេលនេះទេដោយ PUBG Mobile វាអូសបាន Max Setting Ultra ទាំង Mobile Legends ក៏អូសដល់ Ultra លេង Tape Frame ដែលគ្មានបែកញើសបន្តិចឡើយដោយ game C graphic ខ្ពស់ចុងក្រោយ Valve Smith ក៏ម៉ាស៊ីននេះអូសបានដល់ Ultra លេងចន្លោះ 50 fps ដែរបើទម្លាក់ setting mix ជាមួយ High វារក្សាបាន 60 fps ហើយ Genshin Impact ថែមទាំងរត់បានល្អលើនេះផងដែរហើយវារក្សា frame 55ចន្លោះទៅ60 fps ថេលើ setting high ហើយបើលេង game emulator PS2 PSP N64 និង DS លើនេះអីគឺកាន់តែស៊ីផុយគ្រាន់តែថា chip នេះក៏រៀងទាញកម្ដៅខ្លាំងគួរសមដែរហើយអ្វីដែលកាន់តែរអិលគឺលេង game ដែល support refresh rate ដល់ 144Hz នឹងតែម្ដងវាពេញអារម្មណ៍ថ្លាភ្នែកមែនទែនដោយ Dead Cell និង Real Racing អីវាបង្ហាញ frame rate smooth ថេបពេញ 144Hz អស្ចារ្យមែនទែនហើយអ្វីដែលខ្ញុំពេញចិត្តបំផុតមួយទៀតគឺ sensor យ៉ាងទាំង Hall sensor G sensor និង L sensor បំពាក់មិនខ្វះនោះទេទាំង gyroscope ថែមទាំងថ្លឹងដឹងចលនាការរេទិស tablet យើងរេទៅមកត្រូវស្មើល្អផងដែរវា fit សម្រាប់ការប្រើ scope បាញ់ឬក៏លេង game ដែលវាពឹងពាក់ទៅលើការរេអេក្រង់បែប gyro ច្រើនគ្រាន់តែថាប្រព័ន្ធរំញ័រវានៅរៀងកន្ត្រាក់ខ្លាំងបន្តិចបើបាន haptic motor ណែនជាងនេះប្រកាសជាកាន់តែពេញអារម្មណ៍ល្អទូទៅខ្ញុំលេងវាដោយប្រើដៃ game ជាប់ហើយពេលខ្លះខ្ញុំដោតវាទៅកាន់ monitor តដៃ game Bluetooth លេងលើអេក្រង់ធំបានមកឆ្ងាញ់ចំណែក game mode លើនេះគឺសាមញ្ញខ្លាំងស្មិញខ្លាំងមែនតើយើងអាចរើស profile mode កម្លាំងនៅក្នុង setting ក៏បានឬរើសពេលដែលវា pop up រាល់ពេលដែលចូលលេង game ម្ដងក៏បានចំណែកថាមពលថ្ម 7300 mAh ក្នុងនេះវិញពិតជាធំគ្រប់គ្រាន់សម្រាប់ all game បានដល់7ម៉ោងពេញហើយអានេះបើយើងលេង game ស្រាលដូចជា Mobile Legends មិនជាមួយនឹង game emulator classic អីចឹងទៅតែបើ game graphic ខ្ពស់ដែលចេញចុងក្រោយនេះឬប្រើមើលវីដេអូជាប់ជាមួយគ្នាច្រើនក៏វាអាចអូសបានដល់ទៅ5ម៉ោងកន្លះទៅ6ម៉ោងនៅលើអេក្រង់ជាប់ដែរអញ្ចឹងប៉ុណ្នេះគឺល្មមលេង100ដៃហើយទៅលើកម្ដៅខ្លួនវាយើងងាយដឹងថាក្ដៅពេលដែលលេងហ្គេមធ្ងន់
ជាពិសេសលេង game graphic ខ្ពស់បើលេង PUBG setting Ultra ឬក៏ Mobile Legends setting Ultra លេងជាប់1ម៉ោងក៏មិនក្តៅលើសដែរតែបើ game ដូច Vavin Smith ឬក៏ Bright Memory អីគឺប្រកាសជាដឹងនៅ10នាទីដំបូងនេះក៏ដោយសារតែខ្លួនលោហៈវាងាយចម្លងកម្ដៅមកក្រៅបន្តិចគ្រាន់តែល្បឿនវាក៏មិនមានកាត់បន្ថយនោះទេទោះថ្មសល់ 10% វានៅតែមិនបង្ខំឲ្យយើងថយពន្លឺឬទម្លាក់ profile កម្លាំង saving mode ឡើយព្រោះប្រព័ន្ធបន្សាបកម្ដៅក្នុងនេះក៏ដើរតួមួយផ្នែកធំក្នុងការជួយបន្ថយ heat ចេញពី chip ឲ្យឆាប់ cool down មកត្រជាក់វិញផងដែរអញ្ចឹងពេលយើងឈប់លេងត្រឹម 2-3 នាទីអីខ្លួន tablet វាងាយបកមកត្រជាក់វិញលឿនធម្មតាអូខេសរុបមកនេះជា gaming tablet $339ដែលលំមអូហ្គេមបានមកឆ្ងាញ់ដល់ម្លះបងផ្នែកចាំបាច់ជាច្រើនដែលយើងអ្នកលេង game ត្រូវការបំផុតនោះទេទាំង gyro sensor ច្បាស់លាស់ទាំងអេក្រង់រអិល 144Hz និង RAM លឿន storage លឿនក៏ដូចជា chip ដែលមានកម្លាំងគ្រប់គ្រាន់អូហ្គេម title ធំចំនួនក្រោយបាន setting high ដល់មិនខ្លាចថាវានឹងបែកញើសនោះដែរត្រូវហើយបើបានម៉ាស៊ីនខ្លាំងជាងនឹងវាប្រកាសជាកាន់តែល្អគ្រាន់តែថានេះជាម៉ាស៊ីនធានាពេញមួយឆ្នាំផងនិងជាម៉ាស៊ីន global ដំណើរការដល់ Android 16ចុងក្រោយដែលមាន Gemini built-in មកស្រាប់និងគ្មាន ads ពាណិជ្ជកម្មវិធីឲ្យដំឡើងក្រៅដើម្បីកាត់បន្ថយតម្លៃវាយទាបដូចជា tablet ចិនដទៃនោះទេអញ្ចឹងតម្លៃប៉ុណ្ណឹងអាចថាវាសមរម្យមិន